ធัวធ្វើឲ្យល្អហ្នឹងមានពីរយ៉ាងទី1ខន្តីសេចក្តីអត់ធន់2សោរច្ចៈសេចក្តីស្ងប់ស្ងៀមសេចក្តីអត់ធន់ទ្រទ្រាំនឹងអាកោសិសវត្ថុ9យ៉ាងដែលមកប៉ះពាល់អត់ធន់សេចក្តីលំបាកអត់ធន់សេចក្តីឈឺចិត្តជាលក្ខណៈរបស់ខន្តីសេចក្តីរីករាយស្រស់បោះមានចិត្តល្អមិនសំដែងអាការៈឲ្យប្រកបក្នុងកាលដែលអ្នកដទៃប្រមាថមើលងាយជាលក្ខណៈរបស់សោរច្ចៈសេចក្តីល្អខាងក្រៅអាស្រ័យដោយសារគ្រឿងប្រដាប់តាក់តែងរាងកាយមានកៅពេជ្រជាដើមក្នុងព្រះពុទ្ធសាសនានេះមិនរាប់ថាល្អឡើយសេចក្តីល្អខាងក្នុងអាស្រ័យធម៌ពីរយ៉ាងចាំនៅក្នុងខណ្ឌសន្តានរបស់យើងនឹងធ្វើឲ្យល្អដោយពិតក្នុងព្រះពុទ្ធសាសនានិយមរាប់អានថាជារបស់ល្អបានជាលោកចាត់ធម៌ទាំងពីរនេះជាធម៌ធ្វើឲ្យល្អនោះព្រោះថាបើបុគ្គលណាមានធម៌ទាំងពីរនេះប្រចាំនៅក្នុងខណ្ឌសន្តានហើយទោះបីបុគ្គលនោះទៅនៅទីណាកន្លែងណារមែងបាននៅសេចក្តីសុខចម្រើនបានគេឈ្មោះល្អនឹងធ្វើឲ្យអ្នកដទៃបានល្អថែមទៀតផងដូចយ៉ាងនាងឧត្តរានាងមានធម៌ខន្តីនៅក្នុងខណ្ឌសន្តាននឹងឯងនាងអាចញ៉ាំងនាងសិរិមាឲ្យបានសម្រេចមគ្គផលថែមទៀតផងអាក្រក់នោះមិនមែនអាក្រក់គេឈ្មោះទេសូម្បីតែរាងកាយក៏អាក្រក់ដែរដូចមាននៅក្នុងជលកម្មវិភាំងសូត្រវិភាំងសូត្រសំដែងថាបុគ្គលដែលមានរូបអាក្រក់មកពីសេចក្តីក្រោធដូចយ៉ាងនាងបញ្ចបាជាដើមនាងមានរូបអាក្រក់យ៉ាងនេះមកពីមិនមានខន្តីនិងសោរច្ចៈបានជាលោកចាត់ថាជាធម៌ធ្វើឲ្យល្អគឺធ្វើឲ្យល្អក្នុងលោកនេះនិងលោកខាងមុខសំដូចមានពុទ្ធភាសិតសម្ដែងថាខន្តិបរមង្គតបោតៃតខានពាណាំងបរាំងវតន្តិពុទ្ធោអ្នកហេបបจิตោបរុបខាតិសមណោហោតិបរាំងវិហេថយន្តោដែលមានអត្ថន័យថាសេចក្តីអត់ធន់សេចក្តីស៊ូទ្រាំជាតបៈដ៏ក្រៃលែងអ្នកប្រាជ្ញទាំងឡាយរមែងសរសើរនិព្វានថាជាបរមសុខបព្វជិតបើជាអ្នកចងបរុបខាតបៀតបៀនគេមិនហៅថាសមណៈឡើយខន្តីនេះបើទុកជាអ្នកណាធ្វើទុកទោសដោយម្ដេចក៏តស៊ូអត់ទ្រាំមិនតបតដូចយ៉ាងរឿងខន្តីវាទីតបោះសម្ដែងថាអតីតេពរិណសយ៉ាងពោធិសតោកតដោនាមៈព្រាមណោហុទ្វាលៈអេវੰវត្វាតាបសោតាំងតិវៈសមេវៈតថេវៈកាលៈបកាសេក្នុងកាលដែលកន្លងទៅហើយព្រះបរមពុទ្ធិសត្វរបស់យើងយោងយកកំណើតជាព្រាហ្មណ៍ពនាមកុដៈក្នុងក្រុងពារាណសីបានចេញទៅបួសជាតបោះឥសីនៅអាស្រ័យនឹងភ្នំហេមពានអស់កាលដ៏យូរ
ก็ตลอดមកកាន់ក្រុងប៉េរិណសីដើម្បីឆាន់វត្ថុមានរសជូរនិងវត្ថុមានរសប្រៃសម្រាប់ការនៅក្នុងឧទ្យានរបស់ព្រះរាជាថ្ងៃមួយព្រះរាជាព្រះនាមកលពុទ្រង់សោយសុរារួចក៏នាំពួកស្រីជាបរិវារទៅកសាលក្នុងឧទ្យានទ្រង់ផ្ទុំលើផ្លូវស្ត្រីរបាំម្នាក់ដែលគប់បរិច្ហរតីចំណែកពួកស្ត្រីដតីកាលបើដឹងថាបរិជាទ្រង់ផ្ទុំហើយដូច្នោះក៏នាំគ្នារត់ចោលអស់ហើយនាំគ្នាចូលទៅក្នុងឧទ្យានក៏បានឃើញព្រះពោធិសត្វដែលកំពុងគង់ក្រោមដើមរាំងមានផ្ការយោនរយានហើយនាំគ្នាធ្វើវន្តាការអង្គុយស្ដាប់ធម៌ក្នុងទីនោះចំណែកឯបរិជាកាលបើតើនពីផ្ទុំហើយទ្រង់តតរកស្ត្រីទាំងនោះមិនឃើញដូច្នេះក៏មានបរិច្ហរតីទោមនោះខ្មាស់ចំពោះស្ត្រីនោះជាពន់ពេកហើយក៏កាន់ប្រខាន់នៅដៃទ្រង់យាងទៅក្នុងឧទ្យាននោះលំដាប់នោះស្ត្រីទាំងឡាយបានឃើញព្រះរាជាទ្រង់ស្ដេចយាងចូលមកដូច្នេះក៏នាំគ្នាស្ទុះទៅដណ្ដើមយកប្រខាន់ពីប្រពោះព្រះរាជាចំណែកខាងព្រះរាជាក៏ចូលទៅសួរខាត់តិវាទីតបោះថាបបិទ្ធព្រះសមណៈលោកឈ្មោះខន្តិវាទីឬតបោះថ្វាយព្រះរាជាថ្វាយព្រះពរថាបបិទ្ធព្រះរាជាអាត្មាភាពឈ្មោះខន្តិវាទីព្រះរាជាទ្រង់ត្រាស់សួរថាខន្តិវាទីតើដូចម្ដេចតបោះថ្វាយព្រះពរថាបុគ្គលណាមិនមានចិត្តខឹងចំពោះជនដតីដែលគេជេរឬប្រហារឬក៏ប្រតិចបុគ្គលនោះទោះឈ្មោះថាខន្តិវាទីបរិជាទ្រង់ព្រះសម្ដាប់ពនាមតបោះដូច្នេះហើយក៏មានបរិជអង្គការហៅចោតឃាតិករម្នាក់ដោយព្រះបន្ទូលថាយើងបានឃើញតបោះមានខន្តីធម៌ម្នាក់បើដូច្នេះមានតែអ្នកទៅប្រហារតបោះនោះលមើលហើយតបោះក៏ចាប់ទាញឲ្យដួលចុះទៅលើផែនដីហុចរំពាត់ផ្ដៅទៅចោលឃាតករដោយព្រះបន្ទូលថាចូលអ្នកប្រហារតបោះនេះពីខាងមុខពីពាក់កណ្ដាលរំពាត់ខាងក្រោម2000រំពាត់ខាងលើចៅឃាតករក៏ធ្វើតាមបង្គាប់ទៅព្រះរាជាទ្រង់ត្រាស់សួរថាលោកឈ្មោះខន្តិវាទីឬថ្វាយព្រះពរមហារាជថាអាត្មាភាពឈ្មោះខន្តិវាទីហើយថ្វាយព្រះពរទៅទៀតថាចុះព្រះអង្គសម្គាល់ថាខន្តីមាននៅក្នុងចន្លោះស្បែកអាត្មាឬខន្តីមិនមាននៅក្នុងចន្លោះស្បែកនោះទេមាននៅក្នុងហរតីនៃអាត្មាទេតើព្រះរាជាប្រើចោលឃាតិករឲ្យកាត់ដៃជើងតបោះទៀតហើយត្រាស់សួរម្ដងទៀតថាតបោះថ្វាយព្រះពរថាបបិទ្ធព្រះរាជាអាត្មាភាពឈ្មោះខន្តិវាទីចុះព្រះអង្គសម្គាល់ថាដៃជើងរបស់អាត្មាភាពឈ្មោះខន្តិវាទីឬខន្តីមិនមែននៅក្នុងដៃជើងនោះទេគឺនៅក្នុងហរតីរបស់អាត្មាទេតើ
บริจีก็ปราเจ้าคิดก็อ้อยกัดจะมอนังตระเจียแต่บอกนู่เฮ้ยตราซูมาลองติดหาแต่บอกเนื้อขนมเนื้อแต่มีนปุติกาโดยมุนบริจีขยันนะโดยตัวหลมเร่รกทวแต่บอกขยันมันเคยตามปัดบาตุกจีปริจีทวโดยมาได้ติดก็โลกมันขังเลยรู้แต่โลกมีนทอคันไตในขนมสันดานยังไง